គុំរងចាំពេលវេលាល្អចោះចាប់ផ្ដើមឥឡូវនេះតើអ្នកធ្លាប់សួរខ្លួនឯងទេថាតើត្រូវរងចាំដល់ពេលណាទៀតទើបអ្នកព្រមចាប់ផ្ដើមធ្វើនៅអ្វីដែលអ្នកប៉ងប្រាថ្នាមនុស្សភាគច្រើនតែងតែប្រាប់ខ្លួនឯងថាចាំឲ្យខ្ញុំមានលុយគ្រប់គ្រាន់សិនចាំឲ្យខ្ញុំមានចំណេះដឹងជ្រៅជ្រះជាងនេះឬចាំឲ្យដល់ពេលវេលាល្អជាងនេះសិនប៉ុន្តែការពិតដ៏ជូរចត់មួយដែលអ្នកត្រូវដឹងនោះគឺពិភពលោកនេះមិនដែលផ្ដល់ពេលវេលាដ៏ល្អឥតខ្ចោះឲ្យនរណាម្នាក់ឡើយពេលវេលាឥតខ្ចោះនោះគឺជាការពូតកុហកដ៏ផ្អែមល្ហែមដែលយើងបង្កើតឡើងដើម្បីលួងចិត្តខ្លួនឯងនៅពេលដែលយើងមានភាពភ័យខ្លាចក្នុងការបោះជំហានដំបូងប្រសិនបើអ្នករងចាំទាល់តែមេឃស្រឡះមានពពកទើបអ្នកព្រមចេញដំណើរនោះអ្នកប្រហែលជាត្រូវអង្គុយនៅកន្លែងដដែលអស់មួយជីវិតការរងចាំមិនមែនជាការរៀបចំខ្លួននោះទេតែវាគឺជាការសម្លាប់ឱកាសដោយសន្តិវិធីរាល់វិនាទីដែលអ្នកចំណាយទៅលើការរងចាំគឺជាវិនាទីដែលអ្នកកំពុងបោះបង់ចោលក្តីសុបិនរបស់ខ្លួនឯងតើអ្នកដឹងទេថាអ្នកដែលជោគជ័យបំផុតនៅលើโลกនេះមិនមែនជាអ្នកដែលឆ្លាតបំផុតឬមានទ្រព្យសម្បត្តិបំផុតតាំងពីដើមនោះទេប៉ុន្តែពួកគេគឺជាអ្នកដែលហ៊ានចាប់ផ្ដើមទាំងដែលមិនទាន់ចេះសពគ្រប់ហ៊ានចាប់ផ្ដើមទាំងដែលខ្វះខាតនិងហ៊ានចាប់ផ្ដើមទាំងដែលមានភាពភ័យខ្លាចនៅក្នុងចិត្តពួកគេមិនរងចាំឲ្យពន្លឺចរាចរណ៍ប្រែពណ៌បៃតងគ្រប់ផ្លូវទើបចេញដំណើរឡើយពួកគេគ្រាន់តែចេញដំណើរហើយដោះស្រាយបញ្ហានៅតាមផ្លូវការចាប់ផ្ដើមទាំងមិនទាន់រួចរាល់គឺជាមេរៀនដ៏ល្អបំផុតអ្នកនឹងរៀនពីកំហុសនៅពេលអ្នកធ្វើអ្នកនឹងដឹងពីចំណុចខ្វះខាតនៅពេលអ្នកសាកល្បងបទពិសោធន៍មិនមែនកើតចេញពីការអង្គុយគិតឬការអានសៀវភៅរាប់រយក្បាលនោះទេតែវាដុះចេញពីញើសនិងឈាមនៃការចុះអនុវត្តផ្ទាល់មាននរណាម្នាក់អាចក្លាយជាអ្នកជំនាញបានឡើយបើមិនធ្លាប់ធ្វើជាអ្នកដែលមិនដឹងអ្វីសោះពីដំបូងកុំបារម្ភថាមនុស្សជុំវិញខ្លួននឹងគិតយ៉ាងណាកុំបារម្ភថាជំហានដំបូងរបស់អ្នកវាមើលទៅមិនល្អមើលដើមឈើដ៏ធំមហិមាក៏ផ្ដើមចេញពីគ្រាប់ពូជតូចមួយដែលកប់ក្នុងដីដែរអ្វីដែលសំខាន់បំផុតមិនមែនជាល្បឿនដែលអ្នករត់នោះទេតែវាគឺជាទិសដៅដែលអ្នកកំពុងទៅនឹងការដែលអ្នកមិនព្រមបញ្ឈប់ដំណើរឈប់យកពាក្យថាចាំមកធ្វើជាឧបសគ្គរាំងស្ទះជីវិតរបស់អ្នកទៀតទៅបើអ្នកចង់សរសេរសៀវភៅចូលចាប់ផ្ដើមសរសេរមួយឃ្លាដំបូងនៅថ្ងៃនេះបើអ្នកចង់បង្កើតជីវកម្មចូលចាប់ផ្ដើមរៀបចំផែនការតូចមួយឥឡូវនេះបើអ្នកចង់ផ្លាស់ប្ដូរខ្លួនឯងចូលចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់អាក្រក់មួយនៅក្នុងពេលនេះពេលវេលាមិនដែលចាំយើងទេហើយវាក៏មិនដែលត្រឡប់ក្រោយវិញដែរក្នុងរយៈពេល1ឆ្នាំទៀតអ្នកនឹងស្រមៃចង់ឲ្យខ្លួនឯងចាប់ផ្ដើមនៅថ្ងៃនេះដូច្នេះកុំរងចាំឲ្យអ្វីៗគ្រប់យ៉ាងរៀបរយទើបដើរតែត្រូវដើរដើម្បីឲ្យអ្វីៗគ្រប់យ៉ាងរៀបរយជឿជាក់លើខ្លួនឯងជឿជាក់លើសមត្ថភាពដែលអ្នកមានហើយចងចាំថាជំហានដំបូងគឺជាជំហានដែលពិបាកបំផុតប៉ុន្តែវាក៏ជាជំហានដែលនាំអ្នកទៅរកភាពជោគជ័យបំផុតដែរចាប់ផ្ដើមឥឡូវនេះមិនមែនថ្ងៃស្អែកមិនមែនពេលក្រោយគឺនៅវិនាទីនេះ